រួចផុតពីគ្រោះថ្នាក់ក្រោយជាប់គាំងនៅភ្នំក្នុងផ្សារដោយសារចំនួនទឹកភ្លៀងភ្ញៀវទេសចរជាប់គាំងនៅភ្នំក្នុងផ្សារនិងអ្នកបោះតង់25នាក់នៅកំពង់សៀឡាយើងលើដំណឹងអាក្រក់មួយទៀតគឺដាច់ផ្លូវមិនអាចមកផ្ទះបានយើងចាំតាំងពីម៉ោង3ជាងរហូតដល់ម៉ោង10យប់ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរយើងមានកិច្ចសម្ភាសន៍ផ្ទាល់មួយជាមួយនឹងបងប្រុសម្នាក់ដែលយើងអាចហៅគាត់បានថាជាមីដាហ៊ីរ៉ូអញ្ចឹងយើងជួបជាមួយគាត់ទាំងអស់គ្នាជំរាបសួរបងចាខ្ញុំឈ្មោះដារីតំណាងឲ្យខាងមីដាចាអញ្ចឹងបងអាចអញ្ជើញជួយណែនាំខ្ញុំបន្តិចបានទេបងខ្ញុំឈ្មោះសីហាចាបងអញ្ចឹងដោយសារតាបានឃើញវីដេអូមួយតាក់ទងជាមួយសកម្មភាពជួយសង្គ្រោះនៅលើក្នុងផ្សារពេលហ្នឹងដូចជាថ្ងៃណាដែរបងថ្ងៃទី11 12តែយើងទីថ្ងៃទី12យើងចុះមកវិញបងអាចជួយរៀបរាប់ពីស្ថានភាពដែលបានកើតឡើងនៅអំឡុងពេលនៅលើក្នុងផ្សារហ្នឹងបានអត់បងបាទបានសកម្មភាពពេលហ្នឹងយើងដើរលេងនៅលើភ្នំហើយក៏យើងចុះមកវិញពេលមេឃរលឹមតិចតិចបងហើយជាម៉ោង2ក៏មានភ្លៀងកាន់តែខ្លាំងលាយឡំនឹងបាក់ថ្មបាក់អីវាពិបាកនឹងដើរមានបងស្រីទាំងអស់គ្នាក៏ដើរពិបាកនឹងពេលហ្នឹងទឹកហូរអញ្ចឹងទៅយើងឃើញអញ្ចឹងយើងជួយយកអាសាគ្នាទៅវិញទៅមករហូតតាមផ្លូវជួយគាត់មានអ្នកខ្លះចង់ហូរតាមទឹកអ្នកខ្លះបើតាមទឹកមកដល់ដំណាក់កាលចុងក្រោយគឺលំហែបៃតងហ្នឹងគឺយើងជោគជ័យទាំងអស់គ្នាតាំងពីលើដល់ក្រោមយើងលើដំណឹងអាក្រក់មួយទៀតគឺដាច់ផ្លូវមិនអាចមកផ្ទះបានយើងចាំតាំងពីម៉ោង3ជាងរហូតដល់ម៉ោង10យប់បានយើងអាចឆ្លងទឹកមកខាងត្រើយខាងសហគមន៍វិញបានអ្វីទៅដែលជំរុញចិត្តបងឲ្យមានភាពក្លាហាននៅក្នុងការជួយអ្នកដទៃពេលហ្នឹងអត់មានអីគិតច្រើនទេមកឃើញតែគាត់លំបាកយើងត្រូវតែជួយពួកគាត់ឲ្យបានមកដល់ក្រោមទាំងអស់គ្នាព្រោះអីដើរលេងចង់សប្បាយមានរូបថតមានអីមកវិញសប្បាយទាំងអស់គ្នាចឹងមកអញ្ចឹងយើងមានកូនចិត្តមួយថាយើងខ្មែរដូចគ្នាអញ្ចឹងយើងត្រូវតែជួយឲ្យគាត់ផុតរហូតដល់មកដល់ក្រោមទាំងអស់គ្នាចឹងមកក្នុងវីដេអូហ្នឹងដែរក៏បានសង្កេតឃើញថាទៅពេលដែលបងកំពុងតែជួយទៅដល់បងដែលជាប់នៅលើក្នុងផ្សារហ្នឹងបងក៏បានពាក់អាវដូចថ្ងៃហ្នឹងដែរគឺអាវខាងមីដាចង់ដឹងថាអាវហ្នឹងបងបានពីណាមកអញ្ចឹងណាបងពេលហ្នឹងដែរខាងមីដាគាត់តាំងពីពណ៌នៅខាងកោះពេជ្រអញ្ចឹងគាត់ទិញមកបងទិញមកបានអាវឃើញពណ៌ស្អាតហើយសមនឹងស្រឡាញ់ផងវាស៊ីនឹងធម្មជាតិអញ្ចឹងទៅខ្ញុំក៏ពាក់អាវនឹងឡើងភ្នំយើងអាចសង្កេតបានថាគាត់ពិតជាមានភាពក្លាហានមែនទែននៅក្នុងការដែលជួយទៅដល់បងដែលជួបឧបសគ្គនៅលើក្នុងផ្សារតំណាងឲ្យខាងមីដាមានកាដូលើកទឹកចិត្តតិចតួចទៅដល់ខាងបងហើយសង្ឃឹមថាបងនឹងពេញចិត្តសម្រាប់កាដូក្នុងថ្ងៃនេះសូមអរគុណសូមជម្រាបលាបាយបាយ